នោះទំនងបែបមិនរួចខ្លួនទេពេលនេះក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏ហៅលោកឧត្តមសេនីយ៍តូគង់វុធីអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីបំភ្លឺក្រោយមានព័ត៌មានថាបានទទួលប្រាក់រត់ការ$2លានអាមេរិកឲ្យជនបរទេសតែមិនបានសម្រេចហើយក៏មិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណីឯកឧត្តមសេនីយ៍តូគង់វុធីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណមតិឲ្យបានជ្រាបថាក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចាត់វិធានការក៏ហៅសម័យខ្លួនដើម្បីបំភ្លឺនិងកំពុងបន្តស្រាវជ្រាវស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើករណីរកឃើញថាមន្ត្រីឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តខុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់ទន្ទឹមនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធឬជាជនរងគ្រោះសូមសហការផ្ដល់ព័ត៌មានក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមានមកនាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរៀងរាល់ម៉ោងធ្វើការសូមជម្រាបជូនផងដែរថានៅក្នុងថ្ងៃទី28ខែតុលាឆ្នាំ2025នេះគឺចាเพจព័ត៌មានរបស់លោកពូផាញ់វណ្ណៈគាត់បានបង្ហោះរូបចារបស់ឧត្តមសេនីយ៍តូគង់វុធីមួយសន្លឹកព្រមទាំងភ្ជាប់ជាមួយនឹងអត្ថន័យខ្លឹមសារថាលោកឧត្តមសេនីយ៍តូគង់វុធីអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានទទួលប្រាក់ចំនួន$2លានដើម្បីរត់ការងារឲ្យជនបរទេសប៉ុន្តែចាប់តាំងពីលោកឧត្តមសេនីយ៍តូគង់វុធីទទួលបានលុយពីជនរងគ្រោះហើយមានរយៈពេលជាង1ឆ្នាំហើយលោកមិនបានធ្វើការឲ្យជនរងគ្រោះបានសម្រេចទេហើយលុយ$2លានក៏មិនព្រមប្រគល់ជូនជនរងគ្រោះវិញដែរការប្រើប្រាស់ទូនាទីបនស័កអួតអាងដើម្បីបោកប្រាស់ជនបរទេសមានច្រើនករណីណាស់ហើយក៏មានអស់ទូនាទីបនស័ករហូតជាប់គុកជាហូរហែដែរប៉ុន្តែបុគ្គលខូចនៅតែខូចចាំមើលករណីនេះតើឧត្តមសេនីយ៍តូគង់វុធីអគ្គនាយករងអត្តសញ្ញាណកម្មមានវាសនាបែបណាចាអញ្ចឹងបងប្អូនយើងណាខ្លះដែលចង់ដឹងថាវាសនារបស់លោកឧត្តមសេនីយ៍តូគង់វុធីនឹងទៅជាបែបណានោះអញ្ចឹងគឺមានតែរងចាំតាមដានមើលបន្តទៅទៀតអរគុណច្រើនបងប្អូនចា